គឺនៅជុំវិញខ្លួនប្រាណរបស់ម៉ែឃើញតែអ្នកដតីនិងញាតិមិត្តគេថែរក្សាយកចិត្តទុកដាក់ជាមួយម៉ែឯកូនរបស់ម៉ែកូនរវល់រហូតដល់តែកូនគ្មានពេលដើម្បីមកសួរសុខទុក្ខម៉ែម្ដងណាឡើយម៉ែធ្លាប់រស់នៅជុំជាមួយកូន 4-5 នាក់ពេលកូនមានប្តីមានប្រពន្ធកូនក៏បែកគ្រួសារម៉ែរងាម៉ែនៅតែឯងម៉ែនៅក្នុងផ្ទះគ្មានអ្នកណាមើលថែគ្មានអ្នកណាទំនុកបំរុងម៉ែដូចម៉ែទំនុកបំរុងកូនសោះហេតុអីអំពើល្អដែលម៉ែសាបព្រោះទៅលើកូនគ្រប់បែបយ៉ាងនោះផ្ទុយទៅវិញបែរទៅជាជួបរឿងអកុសលយ៉ាងដូច្នោះម្ដាយខ្លះស្លាប់ទាំងកូនមិនបានឃើញមុខមិនបានឃើញដង្ហើមចុងក្រោយមិនបានផ្ដាំដំណឹងអ្វីមួយម៉ាត់តតែសោះអ្នកខ្លះទៀតបានត្រឹមតែមកថ្វាយបង្គំធាតុនៅចុងជើងតើបានប្រយោជន៍អ្វីទៅដូច្នេះទោះបីជាកូនរវល់យ៉ាងណាក៏ដោយកូនត្រូវតែឆ្លៀតពេលមកជួបម៉ែមើលមុខម៉ែថែទាំម៉ែព្រោះទឹកមុខរបស់កូនសំខាន់ជាងថ្នាំតែពេទ្យឲ្យម៉ែពិសាទៅទៀតកូនមានម្ដាយប្រុសស្រីទាំងឡាយមិនមានម៉ែត្អូញត្អែដើម្បីបញ្ញែបង្យំចង់បានគុណសម្បត្តិចង់បានអ្វីពីកូននោះទេតែម៉ែធ្វើគ្រប់យ៉ាងនេះគឺដើម្បីចង់បានតែសេចក្តីសុខផ្លូវចិត្តនាជីវិតចុងក្រោយរបស់ម៉ែតែប៉ុណ្ណោះយើងមានអនុស្សាវរីយ៍ជាមួយគ្នាច្រើនណាស់មួយឆ្នាំម្ដងកូនមិនហូបបាយជាមួយម៉ែក៏មានតែកូននៅតូចម៉ែបញ្ចុកបាយកូនដោយម៉ែទំពាពេលកូនធំម៉ែរៀបឲ្យហូបរាល់ថ្ងៃរហូតដល់កូនចេះហូបខ្លួនឯងពេលកូនមានប្តីប្រពន្ធកូនរវល់ហូបបាយជាមួយនឹងប្តីជាមួយនឹងប្រពន្ធជាមួយនឹងមិត្តភ័ក្តិពេលខ្លះមួយខែម្ដងកូនអត់ដែលមានពិធីអញ្ជើញម៉ែហូបបាយជុំកូនទេកូនហាក់បីដូចជាអាងថាម៉ែចេះដាំបាយដោយខ្លួនឯងពេលខ្លះម៉ែទៅបន្ទប់ទឹកដោយម៉ែវាតែកូនក៏មិនបានដឹងថាម៉ែវាទៅបន្ទប់ទឹកដែរម៉ែក៏មិនប្រាប់កូនព្រោះឃើញកូនរវល់ខ្លាចកូនលំបាកចិត្តហើយងាកគិតពីម៉ែពេលខ្លះមានអារម្មណ៍ខ្មាស់ខ្លាចកូនធន់ទ្រាំនឹងម៉ែក៏មានដែរ